ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែកពីវិធីស្លប្រហើរដំឡូងជាមួយនឹងស្ពៃខ្មៅបងប្អូនហើយសម្លមួយមុខនេះមិនពិបាកធ្វើទេបងប្អូនជាដំបូងខ្ញុំមករកបន្លែព្រោះបន្លែរបស់ខ្ញុំនេះគឺខ្ញុំដាំដោយខ្លួនឯងមិនពិបាករកទេបងប្អូនឃើញថាបន្លែរបស់ខ្ញុំនេះគឺខ្ចីមែនតែនល្អណាស់បងប្អូនខ្ចីគួរឲ្យចង់ស្លតែម្ដងខ្ញុំដករួចរាល់ហើយខ្ញុំក៏យកស្ពៃរបស់ខ្ញុំនឹងមកសម្អាតមកលាងវាប្រហែលជា4ទៅ5ទឹកបងប្អូនបើបងប្អូនដីច្រើនបងប្អូនលាងច្រើនទឹកទៅខ្ញុំលាងតែ4ទៅ5ទឹកហ្នឹងគឺជ្រះហើយបងប្អូននេះថាស្ពៃរបស់យើងល្អមែនតើតទៅលាងស្ពៃមកខ្ញុំក៏លាងដំឡូងលាងគឺដំឡូងឈាមមាន់បងប្អូនចាខ្ញុំលើងដំឡូងក៏បានចិត្តជាកង់អញ្ចឹងបងប្អូនចិត្តធំតូចអាស្រ័យទៅលើបងប្អូនទេហើយស្ពៃខ្ញុំហាន់ជាកង់បែបហ្នឹងណាបងប្អូនបើបងប្អូនចង់ចិត្តបញ្ឆិតក៏បានដែរចំណែកដំឡូងចង់ស្លមួយបន្លែក៏បានដែរតែខ្ញុំមានស្ពៃខ្ញុំដាក់ស្ពៃអញ្ចឹងទៅបន្ទាប់ពីលាងបន្លែរួចខ្ញុំក៏បុកគ្រឿងបងប្អូនមានស្លឹកគ្រៃមានរមៀតហើយនិងខ្ទឹមសរបស់យើងហ្នឹងធ្វើឲ្យសម្លរបស់យើងឈ្ងុយឆ្ងាញ់អញ្ចឹងណាតមកខ្ញុំក៏ស្មោធ្វើការស្រោះត្រីបងប្អូនដើម្បីកុំឲ្យឆ្អាបនៅពេលដែលយើងស្រោះយើងសម្លយើងគឺអត់ស្អាតទេតមកខ្ញុំក៏ទឹកសន្លប់ពុះខ្ញុំក៏បង់ប្រហុករបស់ខ្ញុំនេះគឺខ្ញុំជ្រុំលើកយើងទាល់តែអស់សាច់ប្រហុកបងប្អូនដើម្បីឲ្យសម្លរបស់យើងមានជាតិតមកខ្ញុំក៏ថែមអំបិលបងប្អូនណាថែមអំបិលតមកខ្ញុំក៏ដាក់ស្ករត្នោតបងប្អូនដាក់ស្ករសក៏បានដែរតមកខ្ញុំក៏ដាក់ម្សៅស៊ុបបន្តិចពេលដាក់ម្សៅស៊ុបខ្ញុំអត់ប្រើប៊ីចេងទេបងប្អូនគ្រឿងដែលខ្ញុំបានបុកអំបាញ់មិញណាឃើញថាសម្លរបស់យើងរៀងឈ្ងុយតែម្ដងបងប្អូនតមកខ្ញុំក៏ដាក់ត្រីដែលខ្ញុំស្រោះអំបាញ់មិញហ្នឹងនៅពេលដែលខ្ញុំដាក់ត្រីហើយគឺខ្ញុំបង់ដំឡូងបងប្អូនត្រូវបង់ដំឡូងជាមួយនឹងត្រីឲ្យហើយព្រោះថាដំឡូងរបស់យើងនេះអត់សូវងាយផុយទេតើត្រីយើងផុយដំឡូងយើងគឺផុយជាមួយគ្នានឹងតែម្ដងយើងដាក់ដំណើរគ្នាអញ្ចឹងទៅដើម្បីឲ្យឆ្អិនដំណើរគ្នាងាយស្រួលក្នុងការឆ្លឃើញថាដំឡូងរបស់យើងក៏រៀងផុយបន្តិចហើយល្មមនឹងដាក់នឹងបន្លែរបស់យើងបងប្អូនស្ពៃរបស់យើងហ្នឹងនៅពេលដែលយើងដាក់ស្ពៃរួចរាល់ហើយយើងជ្រុំវាមួយត្រឡប់ពីរត្រឡប់អីចឹងទៅយើងក៏គ្របពេលដែលសឡយើងពុះរួចរាល់ឃើញថាខ្ញុំភ្លក់ទៅស្ទើរប្រៃបងប្អូនខ្ញុំក៏ថែមទឹកត្រីបន្ថែមទៀតចំណែកគ្រឿងបងប្អូនដាក់តាមចំណង់ចំណូលចិត្តឃើញថាសម្លរបស់យើងឆ្អិនរួចរាល់ហើយបងប្អូនហ្នឹងតំណងមែនតែនស្លមួយមុខនេះញ៉ាំទៅដឹងតែមានសុខភាពល្អមែនតែនតែម្ដងនៅពេលដែលឆ្អិនរួចរាល់ទៅយើងក៏ធ្វើការដាក់ម្អមបងប្អូនដល់ចុងហើយយើងដាក់ម្អមទៅពុំម្អមយើងពេលយើងដាក់ចុះអញ្ចឹងបានឈ្ងុយដាក់ពីភ្លើងយើងមកចាំបងម្អមបានឈ្ងុយចាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនពេញចិត្តកុំភ្លេចជួយ follow និង subscribe ម្នាក់មួយផងបងប្អូនអរគុណជម្រាបលា